តែគេជាបុគ្គលល្បីអាចតែគេជាបុគ្គលដែលមានលុយបុកមនុស្សស្លាប់ហើយអង្គុយពាក់បន្តាផ្អែកអញ្ចឹងធ្វើប្រងើយតែម្ដងលោកសក្តាដែលគេស្គាល់ថាជាដៃគូដៃកង់ដ៏ជិតស្និទ្ធជាមួយនឹងលោកប៉ៃប៉ៃឌីបានបង្កនៅគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់អាយុជីវិតចោលម្ដាយខណៈឯម្ដាយកំពុងតែរងរបួសធ្ងន់សម្រាប់ជាបាលនៅនឹងមន្ទីរពេទ្យហេតុការណ៍នេះបើតាមអ្វីដែលយើងទទួលបានឮថាដំបូងឡើយគ្រាន់តែជារឿងបន្តិចបន្តួចទេប៉ុន្តែបែរជាមិនដោះស្រាយព្យាយាមអាយ៉ែរថយន្តរត់គេចរហូតដល់ឈានដល់ការបង្កើតទៅជារឿងធំដល់ពេលរឿងធំទៅអត់មានទៅធ្វើការជជែកដោះស្រាយមួយគេទៀតបែរជាទៅអង្គុយពាក់វ៉ែនតាចុចតែទូរស័ព្ទបាទដោយអត់មានខ្វល់អីទាំងអស់ខ្ញុំដល់ពេលឃើញសកម្មភាពបែបហ្នឹងហួសចិត្តតែម្ដងអញ្ចឹងមិនថារឿងតូចតែពង្រីកឲ្យខ្លាចទៅជារឿងធំបងប្អូនចង់ដឹងសាច់រឿងលម្អិតនៅក្នុងហេតុការណ៍នោះបែបណាសូមបងប្អូនទៅស្ដាប់កិច្ចសភារវាងខ្ញុំជាមួយនឹងលោក54Aដែលនៅកន្លែងហេតុការណ៍ផ្ទាល់ទាំងអស់គ្នាដំបូងឡើយហ្នឹងគឺគាត់ជប់ដល់ស្តុប598ស្តុបបាត់ចូលឡានអន្តរជាតិហ្នឹងហើយដល់ពេលជប់ទៅគាត់រយៈប៉ះឡានគេបន្តិចតួចទេហើយដល់អញ្ចឹងគឺកម្លាំងអាវុធហត្ថរបស់យើងព្យាយាមឲ្យគាត់ចុះពីលើរថយន្តក៏ដូចជាបើរថយន្តចូលគៀនដើម្បីដោះស្រាយអញ្ចឹងតែគាត់អត់ព្រមចុះទេហើយក៏ព្យាយាមថយបុកដើម្បីរត់ពីការហៅចុះពីកម្លាំងអាវុធហត្ថក៏ដូចជាម្ចាស់រថយន្តអញ្ចឹងណាអញ្ចឹងក៏ថយបុកនៃរថយន្តចំនួនមួយគ្រឿងបណ្ដាលឲ្យវល់មកជុំទៅបុកឡានមួយទៀតហើយមិនទាន់អស់លបឿននេះឡានហ្នឹងព្យាយាមជន់រត់បន្ថែមលបឿនទៅបុកម៉ូតូបងស្រីដែលជាជីម៉ូតូស៊ូមឺពីអ្នកម្ដាយនឹងកូនហ្នឹងបណ្ដាលឲ្យកូនជាប់នៅក្រោមកង់រថយន្តត្រូវបានបងប្អូនជីវជួយលើកចេញហើយបន្ទាប់ពីយកទៅសង្គ្រោះបន្ទាន់ហ្នឹងក៏បានស្លាប់បាត់បង់អាយុជីវិតហើយបងស្រីខាងស្លាប់ផងហ្នឹងហើយស្លាប់បាត់ហើយពេលបញ្ជូនទៅមន្ទីរពេទ្យហ្នឹងគឺសង្គ្រោះអត់ទាន់ទេបាទគឺស្លាប់បាត់ហើយពេលបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យហើយវ័យបងស្រីគឺអាយុ13ឆ្នាំបាទអញ្ចឹងហេតុការណ៍ដំបូងឡើយនេះមានន័យថាគាត់ឈប់ស្តុបហ្នឹងឈប់របៀបមិនឈប់លក្ខណៈភ្លើងក្រហមឬក៏គាត់ឈប់សម្រាកឈប់រងចាំស្តុបប្រហែលជាគាត់លក់ឬក៏មិនហើយប៉ះហើយគាត់ដល់ពេលនេះគាត់ย้ายមកប៉ះគេបន្តិចទេហើយពេលអត់ព្រមចុះដល់ស្រីគាត់ព្យាយាមប្រងកិច្ចវេះអញ្ចឹងណាហើយយ៉ាងកម្លាំងអាវុធហត្ថយើងព្យាយាមហៅចុះតែអត់ចុះទេក៏ជន់lênបុកទាំងអាវុធហត្ថហើយនៅបុកឡានគេ2គ្រឿងទៀតហើយបានបុកម៉ូតូហ្នឹងបណ្ដាលឲ្យបងស្រីដែលជាម្ដាយរងរបួសធ្ងន់រីឯកូនស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យអញ្ចឹងហេតុការណ៍ហ្នឹងមានន័យថាដំបូងឡើយគ្រាន់តែជារឿងបន្តិចបន្តួចទេប៉ុន្តែមិនដោះស្រាយបែរជាព្យាយាមអាយ៉ែឡានក្នុងការរត់គេចហ្នឹងហើយអូហើយឥឡូវនេះបច្ចុប្បន្នតើមានអ្នករងរបួសប្រមាណអ្នកហើយស្លាប់ប្រមាណអ្នកហើយខូចខាតទ្រព្យសម្បត្តិអ្វីទៅខ្លះដែរ54ក្នុងហេតុការណ៍ហ្នឹងគឺបណ្ដាលឲ្យបងអូនស្រីវ័យ13ឆ្នាំម្នាក់ស្លាប់ហើយនៅម្ដាយរបស់គាត់រងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយសម្ភារៈនៃការខូចខាតរថយន្តចំនួន2គ្រឿងហើយនឹងម៉ូតូស៊ូមឺ X 1គ្រឿងហើយនឹងផ្លាកសញ្ញាបត់ចុះក្នុងបរិយាក៏ដូចជានៃបកគោលភ្លើងនៅជាប់នៅផ្លូវ598ហ្នឹងបងបាទលោក54Aសុំសួរបន្តិចនៅពេលដែលហេតុការណ៍ជាក់ស្ដែងខ្ញុំឃើញវីដេអូមួយដោយបង្ហាញអំពីអ្នកបើកឡានណាមិនក៏គាត់អត់មានការផិតភ័យអីបន្តិចអញ្ចឹងអង្គុយពាក់វ៉ែនតាធ្វើបង្ហើញទៅអត់ដឹងមិនដែរបងប្អូនយើងហួសចិត្តដែរត្រង់ថាពេលដែលឃើញមនុស្សដេកឡើងអានោះអាណែលពេញផ្លូវក៏ដូចជាបងអូនស្រីដែលស្លាប់បាត់បង់ជីវិតហ្នឹងត្រូវបានបងប្អូនជីវិតជួយយកចេញពីក្រោមកង់ឡានរបស់គាត់ទេហើយគាត់អង្គុយចុចទៅអ្នកនេះចុចទៅអ្នកនោះហើយគាត់អង្គុយផ្អែកហើយវ៉ាន់តាក៏មិនដោះដែរមើលទៅការមើលទៅមិនសមរម្យសោះដែលបងប្អូនយើងហួសចិត្តណាដល់ចំណុចហ្នឹងបាទអរគុណច្រើនមែនទែន54Aដែលបានបញ្ជាក់ជុំវិញនឹងករណីកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគេហៅថាតារាចម្រៀងម្ចាស់បទអីយកដៃខ្លួនឯងមកអោបបាទហើយជាមិត្តភក្តិដៃគូជាមួយនឹងបងប៉ៃប៉ៃឌីបាទហើយអរគុណមែនទែនសម្រាប់ការផ្ដល់កិច្ចសភានិងផ្ដល់នូវព័ត៌មានលម្អិតជូនខ្ញុំបាទអរគុណច្រើនលោក54Aបាទអរគុណបាទបងប្អូនជាទីមេត្រីដូចបានស្ដាប់ហើយជុំវិញនឹងករណីរឿងរ៉ាវទាំងប្រមាណខាងលើនេះគឺលោក54Aលោកបានបញ្ជាក់មកថាបានបង្កឲ្យមនុស្សស្រីម្នាក់ដែលជាក្មេងបានស្លាប់បាត់បង់អាយុជីវិតដោយសារតែគាត់ជាប់នៅនឹងការ៉ោមឡានរបស់លោកសក្តាដែលលោកសក្តានេះបងប្អូនប្រកាសជាបានស្គាល់ខ្លះៗហើយដោយគាត់គឺជាមិត្តភក្តិដៃគូដៃកង់ជាមួយនឹងលោកប៉ៃប៉ៃឌីហើយនៅពេលដែលហេតុការណ៍ភ្លាមឃើញថាអាកប្បកិរិយារបស់គាត់ហាក់បីដូចជាមិនសមរម្យទៅសោះបែបគិតថាខ្លួនឯងនឹងជាតារាខ្លួនឯងនឹងមានលុយរឿងរ៉ាវប៉ុណ្ណឹងវាមិនថ្មីបែរជាអង្គុយពាក់វ៉ែនតាអង្គុយផ្អែកជាងធ្វើយ៉ាងអង្ហើយអត់មានខ្វល់អត់មានទៅចូលរួមរំលែកទុកអត់មានទៅសុំទោសដោយគ្រួសារគេអត់មានទៅនិយាយជាមួយអ្នកដែលគេបានប៉ះពាល់រងគ្រោះទេអត់និយាយអីទាំងអស់បែរជាទៅតែពាក់តាវ៉ែនតាអង្គុយចុចតែទូរស័ព្ទអញ្ចឹងមិនថាកុំអាងខ្លួនឯងមានលុយបន្តិចបន្តួចកុំអាងខ្លួនឯងមានកេរ្តិ៍ឈ្មោះលើបណ្ដាញសង្គមបន្តិចបន្តួចហ្នឹងក៏ធ្វើខ្មឺដល់ថ្នាក់ហ្នឹងពេកវាមិនត្រូវទេណាប្រជាពលរដ្ឋជាច្រើនមានការហួសចិត្តបន្ទាប់ពីឃើញអាកប្បកិរិយាបែបហ្នឹងទទួលស្គាល់ការគ្រោះថ្នាក់ការបង្កហេតុណាមួយគឺយើងមិនអាចដឹងព្រៀងទុកមុនទេវាសិតតែជារឿងមួយដ៏ចៃដន្យដែលយើងមិនអាចនឹកស្មានដល់ក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នហើយបើសិនបើយើងខ្វះការប្រុងប្រយ័ត្នវាកើតទៅជារឿងរ៉ាវអង្គហេតុរបៀបហ្នឹងហើយសុំយើងហ្នឹងខ្លួនយើងហ្នឹងត្រូវមានការអាកប្បកិរិយាទន់ភ្លន់ណាមួយទំនួលខុសត្រូវយើងកុំធ្វើដូចចរិតខ្លួនឯងមួយថាមានតែឯងមួយណាអាងតែខ្លួនឯងមានលុយអាងតែខ្លួនឯងមានគ្រប់យ៉ាងអាងតែខ្លួនឯងហ្នឹងជាអ្នកល្បីធ្វើអីក៏សមកុំមិនសោះណាសូមជម្រាបទៅលោកវិញសូមកែអាកប្បកិរិយាខ្ញុំអត់មានកំហឹងគុំគួនជាមួយនឹងលោកទេក៏ប៉ុន្តែខ្ញុំនិយាយនេះក្នុងន័យស្ថាបនាមួយដោយឃើញអាកប្បកិរិយាបែបមិនសមរម្យបែបហ្នឹងហើយសូមបញ្ជាក់ឡើងវិញករណីនេះគឺបានបង្កឲ្យបងអូនស្រីម្នាក់បានស្លាប់បាត់បង់អាយុជីវិតខ្ញុំក៏សូមចូលរួមរំលែកទុក្ខទៅដល់គ្រួសាររបស់បងអូនស្រីដែលឡែកម្ដាយបងអូនស្រីក៏ត្រូវបានរងរបួសធ្ងន់កំពុងតែព្យាបាលនិងពិនិត្យនៅមន្ទីរពេទ្យផងដែរបងប្អូនជាទីមេត្រីជុំវិញនឹងរឿងរ៉ាវអង្គហេតុទាំងប្រមាណខ្ញុំបានជម្រាបជូនក៏ដូចជាសួរនាំទៅលើអ្នកដែលនៅកន្លែងហេតុការណ៍ផ្ទាល់ផងដែរដើម្បីឲ្យបងប្អូនជ្រាបកាន់តែច្បាស់
Ồ, còn đây đồng lán nữa hả? Vâng, đây cuộc kia cuộc bây giờ con không nhẽ này, đặt bay phê đặt cái đấy đặt tôi quên đi rồi. Đó là mấy bắt chốt lên cho thôi gọi lộn. Cho mình đây thay quát sầm rã đây cái đáp rồi dương còn đi yếm cua hai đứa là bây con ngừ năm ngày ta con bắt đây đặt chế bắt đây từ mình bà rồi bắt chốt thôi gọi lộn rồi. ô giải bục tay mà rồi Và không chùm lia con ăn khỏi đấy thế chùm lia hấp tón nó còn lươn vì bà không bà Mày mới cất mới tập cân bằng cái đạp luôn này nè. Ai bên anh là lan luôn. trong con phải đây tại vô chơi mất cân cái đá Nè, cân bằng cái đạp luôn ai bên nó luôn. Nè, bên nó ở đây khơi với bên nó tự họ muốn hai đứa khi mà hai con tim đó cũng cho mình đang khai xe bên nó là sang cầm đeo là chung với nhau nó lợt lan đi. nó trong cái là nó nước là bây giờ mấy chân nữa tôi thấy nhóm chụp stop quạt dài mà toàn một kháng còn ấp cút pe ấm quạt khoát lan nó tia khoát phong hay phong bà đó còn nơi tầm máu mình đang thơ mất nhà thơ mặt cái nó lâu rồi nhóm cho Phi Lan đó nhóm cho Phi Lan nó quạt dài mà chẳng ô giải từ bông mà tôi là đang hàng rồi tôi muốn năng Phi Lan không có ba cái nào đó chân muốn năng lương tha mình nước khang cao luôn đi bông này chụp bục như tàu rồi bục ô tôi muốn bà một tô nó quạt khơi lan nó quạt slon á bà bông và quạt mua ghé nào vu phật đây bà bông con quạt slon đang tới nè mà lòng bục tới mình thom đã được bục vì một chứ bà ra mà nè bà rốt dơn mà bi vậy đi mùi krương chụp nơi cái đá stop hay cái trai ban cầm lang ở bốt hát vừa cả cua co quạt ban chôn ghé bà chụp lấy thôi cái bốc ra rốt dơn năng mà tố mình đa là ơi mình nuôi pin nè rồi đập bua dạng thun khô mẹ tên nơi ta mà đôi nạp phơi pram rồi cây sập bấy trong sân cáp Phnom Penh thay khan sai sốc đi Phnom Penh chung với ti tang cái lại cái hai cầm pung tay mình co cam cho phải dạng khlangกับโบไปเชียร์รอกโดยเชียร์กำลังสมาร์ทเก็ตมูลค่าลูกบ้านชมมาดอตีตังจุดในการให้นี่ให้จำปูรถยนต์มาบีไวดีขังเลือดในเปียสระเล็กพนมปิงPCE តែ13đến 74បើយោងតាមប្រភពព័ត៌មានពីមន្ត្រីកងរាជរដ្ឋាភិបាលដឹងថាដោយសារតែមុនពេលកាត់ហេតុរថយន្តរបស់គាត់គឺបានឈប់នៅចំចំណុចភ្លើងស្តុបដោយមិនទៅមុខទៅក្រោយទេគឺគាត់បានដេកនៅក្នុងរថយន្តហើយអញ្ចឹងក៏កម្លាំងអាវុធហត្ថធ្វើការគោះទ្វារនិងសួរនាំគាត់ក៏មិនងើបមិនអីទេហើយអញ្ចឹងក៏រថយន្តគាត់នេះគឺបានថយមកក្រោយបុករថយន្តចំនួន2គ្រឿងរួចក៏បន្តទៅបុកម៉ូតូ Maxumer X បើកបរទៅដោយស្ត្រីម្នាក់និងដឹកកូនស្រីម្នាក់ទៀតហ្នឹងគឺចំនួន2នាក់ហ្នឹងគឺរងរបួសយ៉ាងធ្ងន់ធ្ងរដោយគាត់ជាប់នៅខាងក្រោមរថយន្តតែម្ដងហើយភ្លាមកម្លាំងសមត្ថកិច្ចបានចូលមកដល់ទីតាំងចំណុចកាត់ហេតុបាននាំអ្នកបើកបរទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនាំនិងកំពុងតែរងចាំរថយន្តមន្ទីរពេទ្យដើម្បីធ្វើការដឹកយកជនរងគ្រោះយកទៅសង្គ្រោះបន្តផងដែរជុំវិញទីតាំងកន្លែងកាត់ហេតុនេះគឺនៅតាមបណ្ដោយនឹងផ្លូវ598ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនេះពេញនេះបើតាមការបញ្ជាក់និងអះអាងពីមន្ត្រីកងរាជរដ្ឋាភិបាលដែលលោកបានបញ្ជាក់មកកាន់ក្រុមការងារយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះគ្រាន់តែជាព័ត៌មានបឋម